រឿងក្តីដែលឃ្យូនឹងយកមកនិយាយនៅថ្ងៃនេះគឺជារឿងឃាតកម្មដែលកើតឡើងនៅក្នុងហាង Lululemon នៅថ្ងៃទី12ខែមីនាឆ្នាំ2011ចឹងបើគិតទៅគឺជិត10ឆ្នាំគត់ហើយធ្វើអត់យ៉ាចឹងបើសិនជាអ្នកចូលចិត្ត content បែបមុខក្រិតកម្មឬក៏ true crime គឺអាច like comment ឬក៏ share ហើយអាច subscribe ទៅកាន់ YouTube channel របស់ខ្ញុំដែលមានឈ្មោះថា Dek ស្ដាប់គឺខ្ញុំនឹង upload វីដេអូដែលនិយាយអំពីឧក្រិដ្ឋកម្មផ្សេងពិភពលោកខ្ញុំសុំទោសដែរដែលសាររូបភាពនៅក្នុងរឿងក្តីហ្នឹងគឺវាមាន graphic ពេកវាមានឈាមមានអីអញ្ចឹងគឺខ្ញុំអត់ចង់ដាក់ក្នុងវីដេអូខ្ញុំទេសុំទោសជាមុនថ្ងៃនេះដែរគឺខ្ញុំនឹងនិយាយអំពីឧក្រិដ្ឋកម្មដែលកើតឡើងនៅក្នុងហាង Lululemon នៅរដ្ឋ Maryland សហរដ្ឋអាមេរិកកាលពីថ្ងៃទី12ខែមីនាឆ្នាំ2011គឺ10ឆ្នាំមុនLululemon គឺជា brand ហាងមួយដែលគេលក់ខោអាវ yoga ហើយនិងខោអាវហាត់ប្រាណសម្រាប់ស្ត្រីចឹង brand នេះគឺល្បីដែរនៅសហរដ្ឋអាមេរិកតម្លៃគឺថ្លៃខ្លាំងដែរមួយខួតខោគឺ$100ជាងដែរចឹងថ្លៃចឹង Lululemon នៅសាខា Maryland គឺមានឃាតកម្មកើតឡើងនៅក្នុងហាងនឹងចឹងនៅថ្ងៃទី12ខែមីនាឆ្នាំ2011ម្ចាស់ហាង Lululemon ដែលមានឈ្មោះថា Rachel នឹងគឺគាត់បានមកបើកហាងដូចសពដងអញ្ចឹងដូចរាល់ព្រឹកអញ្ចឹងហើយមកដល់ក៏គាត់ទីងសោយកទៅចាក់ទ្វារទៅក៏គាត់បានឃើញថាទ្វារហាងគឺអត់មានចាក់សោទេកលឹកគឺបើកស្រាប់អញ្ចឹងគាត់ក៏រៀងភ័យដែរពីព្រោះមិនអ្នកបុគ្គលិកវេនយប់អត់មានចាក់សោអញ្ចឹងហើយនៅពេលដែលគាត់ដើរចូលសឹមទៅក៏មានឃើញខោអាវគឺអត់មានសណ្ដាប់ធ្នាប់ទេគឺរៀងអ្នកវេនយប់មុននឹងចិនទៅគឺយើងត្រូវរៀបហាងយើងឲ្យស្អាតអញ្ចឹងប៉ុន្តែខោអាវនេះគឺធ្រាតពីលើឈ្នួលរត់រីនៅលើដីអញ្ចឹងគាត់មានអារម្មណ៍មួយអត់ល្អហើយដោចូលទៅបន្តិចទៅគឺខោអាវរាយរត់រាយអញ្ចឹងគាត់មានអារម្មណ៍ថាអត់ស្រួលព្រោះបើសិនបើកំពុងមានគ្រោះថ្នាក់អីកើតឡើងនៅក្នុងហាងនឹងអញ្ចឹងគឺខ្លាចថាគាត់នៅគ្រោះថ្នាក់ដែរអញ្ចឹងគាត់ក៏ដើរចេញមកក្រៅវិញនៅពេលព្រឹកនឹងដែរនៅជាប់ហាង Lululemon ហ្នឹងគឺមានហាង Apple Store ពេលហ្នឹងគឺ Apple កំពុងបែប launch product ថ្មីអញ្ចឹងដូចយើងដឹងអញ្ចឹងគឺនឹងមានមនុស្សឈរជួរនៅខាងក្រៅចាំទិញរបស់ថ្មីហ្នឹងហើយ Rachel ក៏បានដាក់ទៅកាន់ជួរហ្នឹងក៏បានជួបបរិសម្នាក់ដែលមានឈ្មោះថា Ryan ហើយគាត់ក៏បានសួរទៅកាន់ Ryan ថាបងឈរនៅនឹងយូរហើយនៅមានឃើញពីណាគេដើរចិនចូលហាង Lululemon ហ្នឹងអត់Ryan ក៏សំណូមពរថាបើសិនជាអត់អីទេគាត់អាចទៅចូលមើលជាមួយបានអញ្ចឹងបើសិនជាខ្លាចគាត់សុំទៅចូលមើលជាមួយដែរអញ្ចឹងហើយ Ryan ហើយនិង Rachel ក៏បានដើរជាមួយគ្នាចូលទៅក្នុងហាងហើយនៅពេលដែលគាត់ចូលទៅគឺរបស់របរគឺរាយប៉ាយខ្លាំងឡាអត់មានសណ្ដាប់ធ្នាប់ទេគឺវាយ៉ារាយប៉ាយខ្លាំងមែនទែនរបស់របរគឺធ្លាក់ខោអាវស្បែកជើងខោអាវគឺប៊ិចរាយប៉ាយអត់មានសណ្ដាប់ធ្នាប់អត់ទេហើយគាត់ដើរយូរទៅក៏បានឃើញស្នាមឈាមនៅលើដីនៅលើឥដ្ឋនៅលើជាងអញ្ចឹងគាត់ចាប់ដើមមានអារម្មណ៍មួយអត់ល្អថាបើសិនជាត្រឹមតែលួចលុយឬក៏អីទេហេតុអីបានមានឈាមមានអីអញ្ចឹងគាត់ភ័យRyan ក៏បានដើរទៅតាមស្នាមឈាមហ្នឹងវាមានស្នាមអញ្ចឹងគាត់ចេះតែដើរទៅតាមរហូតទៅគឺគាត់បានដើរទៅដល់ back room ទៅដល់ផ្នែកខាងក្រោយនៃហាងហ្នឹងគឺគាត់បានឃើញសាកសពមនុស្សម្នាក់ដែលផ្កាប់មុខចុះក្រោមហើយដេកនៅក្នុងធ្លុកឈាមបាត់បង់ជីវិតទៅហើយសាកសពដែលគាត់ឃើញហ្នឹងទូសុះអស់លីងហ្មងគឺអត់ឃើញថាជារូបរាងអីទេគូខ្ទេចមាត់ឆ្អឹងហ្មងហើយគាត់អាចដឹងថាជាស្ត្រីបានដោយសារតែគាត់ឃើញសក់វែងអញ្ចឹងមានន័យថាសាកសពហ្នឹងគូខ្ទេចអស់លីងហ្មងដែលជនដៃដងហ្នឹងគឺវាយឡើងមាត់ឆ្អឹងហ្មងចឹងពួកគាត់ក៏បានខលទៅកាន់911ហៅ police មកមើលនៅក្នុងហាងហ្នឹងពីព្រោះវាខ្លាចទៅជា crime scene ហើយសពតែ Ryan នៅពេលដែលគាត់បានឃើញអញ្ចឹងហើយគាត់ក៏លឺសំឡេងមួយទៀតចេញពីបន្ទប់ទឹករបស់បុគ្គលិកចឹងនៅពេលដែលគាត់ទៅបើកបន្ទប់ទឹកហ្នឹងទៅក៏មានឃើញជនរងគ្រោះម្នាក់ទៀតដែលជាស្ត្រីដែរដែលត្រូវបានគេចងដៃហើយនឹងជើងអឹបគ្នាអញ្ចឹងដោយស៊ីបថៃដែលអាខ្សែដែលគេយកទៅហិតហ្នឹងខ្លួនប្រាណរបស់គាត់ហ្នឹងក៏មានស្នាមកាត់មានឈាមប្រតិបត្តិពេញខ្លួនដែរប៉ុន្តែសំណាងខ្លាំងមែនទែនគឺ Ryan បានឃើញគាត់នៅមានដង្ហើមចឹងពួកគាត់ក៏បានហៅឡានពេទ្យដែរអ្នកជនរងគ្រោះហ្នឹងគឺជាបុគ្គលិកវេនយប់នៅហាង Lululemon ដែលស្ត្រីដែលបានស្លាប់នៅក្នុងធ្លុកឈាមរបស់គាត់ហ្នឹងគឺមានឈ្មោះថា Jayna Morey ហើយស្រាប់ស្ត្រីដែល Ryan បានឃើញនៅក្នុងបន្ទប់ទឹកហ្នឹងគឺមានឈ្មោះថា Brittany Norwood ចឹងប៉ូលីសមកដល់កន្លែងកាត់ហេតុហើយគាត់ក៏បានសន្និដ្ឋានថា Jayna គឺបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយសម្រាប់ Brittany វិញគឺគាត់សំណាងមែនតើគឺគាត់នៅរស់គាត់ survive attack មួយហ្នឹងក៏ប៉ូលីសបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យភ្លាមតែម្ដងដើម្បីជួយសង្គ្រោះមើលស្ថានភាពរបស់គាត់អញ្ចឹង
ចឹងឥឡូវខ្ញុំសូមនិយាយអំពីកុសលវិឆ័យដែលគេធ្វើលើ Jaina ខ្ញុំនិយាយត្រង់ខ្ញុំស្ដាប់ករណីឃាតកម្មអស់រាប់រយដែរហើយគឺខ្ញុំអត់ដែលឃើញជនអីដលណាធ្វើបាបជនរងគ្រោះដល់ថ្នាក់នេះទេដល់ថ្នាក់គេធ្វើទៅលើ Jaina ទេគឺសាហាវខ្លាំងមែនទែនមុខរបួសដែលគេរកឃើញទៅលើសាកសពរបស់ Jaina គឺមានយ៉ាងហោចណាស់331ស្នាមរបួស331ហើយរបស់ដែលបានប្រើដើម្បីធ្វើជាអាវុធធ្វើបាបទៅលើ Jaina នឹងគឺមានរហូតដល់ទៅ6ប្រភេទខុសគ្នាខ្ញុំនិយាយយ៉ាងហោចណាស់នឹងមានន័យថារបួសខ្លះគឺវា overlap គ្នាវាយ៉ាងនេះទៅកន្លែងដដែលទៅគឺយើងអាចសន្និដ្ឋានបានទេព្រោះវាស្របដូចគ្នាអញ្ចឹងគេអាចសន្និដ្ឋានបានវាត្រឹមតែមួយប៉ុន្តែវាអាចមាន2មាន3នៅលើរបួសនឹងទៀតគឺយើងអាចមើលបានអញ្ចឹងបានគេប្រើពាក្យថាយ៉ាងហោចណាស់អញ្ចឹងមានន័យថាសាកសពរបស់ Jaina នឹងគឺលើសពី331នឹងទៀតអាចត400ទៀតអត់ដឹងហើយនៅករបស់ពួកនឹងគឺគេបានឃើញថាមានខ្សែហិតគេហៅថា strangulation ហើយស្នាមរបួស200នៃ331នឹងគឺស្ថិតមកត្រឹមក្បាលកហើយនឹងស្មារបស់គាត់ទេអញ្ចឹងមានន័យថាតែត្រឹមនេះណា200ស្នាមរបួសក្រៅពីនឹងទៀតគឺនៅលើដងខ្លួនរបស់គាត់នឹងកុសលវិឆ័យក៏គាត់បានឃើញថាក្បាលរបស់ Jaina នឹងគឺត្រូវបានគេវាយដំរហូតដល់ទៅបែកទៅជា13បំណែកអញ្ចឹងខូងហ្មងមួយកន្លែងហ្នឹងគឺវាខូងហើយមាន13បំណែកនោះហ្នឹងអញ្ចឹងខូងហ្នឹងគឺខូងធំខ្លាំងមែនតើហើយប៉ូលីសជាថា Jaina នឹងគឺបានដឹងខ្លួនមកពេលដែលគេធ្វើបាបគាត់នឹងគឺគាត់នៅដឹងខ្លួននៅឡើយទេអញ្ចឹងស្នាមរបួសទាំងអស់នឹងគឺគាត់ feel អីទាំងអស់រហូតដល់ស្នាមរបួសមួយដែលគេចាក់ទៅលើកញ្ចឹងករបស់គាត់ដែលធ្វើឲ្យធ្លាយទៅដល់ឆ្អឹងកងរបស់គាត់នឹង spinal cord បងអត់ធ្វើឲ្យគាត់បាត់បង់ជីវិតអាវុធដែលគេបានប្រើនឹងគឺមានញញួរមានខ្សែមានផ្លែកំបិតហើយក៏ដូចជាគេជឿថាហូបសំណាក់នៃរូបព្រះពុទ្ធដែលគេដាក់តាំងនៅក្នុងហាងហ្នឹងគឺជនដៃដល់ហ្នឹងបានយករូបហ្នឹងយកទៅសំពងទៅលើ Jaina អញ្ចឹងឥឡូវខ្ញុំសូមនិយាយអំពីជីវប្រវត្តិរបស់ Jaina បន្តិច Jaina Murray កើតនៅថ្ងៃទី22ខែវិច្ឆិកាឆ្នាំ1950នៅ Kansas នៅឆ្នាំ2011ហ្នឹងគាត់មានអាយុ30ឆ្នាំហើយគ្រួសារក៏ដូចជាមិត្តភ័ក្តិរបស់គាត់គឺបាននិយាយថាគាត់គឺជាមនុស្សម្នាក់ដែលយកចិត្តទុកដាក់ទៅលើការងាររបស់គាត់ខ្លាំងណាស់គឺគាត់អត់លេងសើចទេគាត់ក៏ជាមនុស្សម្នាក់ដែលរៀនពូកែគាត់រស់រាយរាក់ទាក់ខ្លាំងហើយគាត់ធ្លាប់រៀនសាលាគាត់រៀនរាំគាត់បានទៅរៀននៅក្រៅប្រទេសទៀតគាត់រៀន Spanish ទៀត Jaina មាន2 degree ទៀតគឺ business ហើយនិង communication ហើយគឺជាមនុស្សម្នាក់ដែលគេនិយាយមកគឺគេស្រឡាញ់ចូលចិត្តគាត់ខ្លាំងណាស់អ្នកដែលនៅជុំវិញខ្លួនគាត់នឹងគឺមនុស្សម្នាក់ដែល determined ហើយស្រឡាញ់ការងាររបស់ខ្លួនឯងគាត់បានធ្វើការនៅ Lululemon គឺដើម្បីឲ្យចង់ទទួលបានតំណែងជា manager ជាអ្នកគ្រប់គ្រងនៅហាងមួយអញ្ចឹងហើយអ្នកដែលធ្វើការជាមួយគាត់គឺស្រឡាញ់គាត់ណាស់នៅកន្លែងហ្នឹងហើយរឿងដែលគួរអាណិតមួយទៀតហ្នឹងគឺគាត់មានដៃគូរបស់គាត់មុនដែលរឿងនឹងកើតឡើងហ្នឹងគឺដៃគូរបស់គាត់មិត្តប្រុសរបស់គាត់ហ្នឹងកំពុងតែចង់សុំគាត់ engage អញ្ចឹងគួរឲ្យសោកស្ដាយខ្លាំងណាស់ដែលគាត់ខ្លាចទៅជាជនរងគ្រោះនៅក្នុងករណីមួយនេះគឺស្ដាយខ្លាំងដែរបាត់បង់គាត់ចឹងត្រឡប់មកកាន់ Brittany វិញគឺសំណាងខ្លាំងមែនទែនដែលគាត់ survive ករណីមួយនេះក៏បានត្រូវបានគេថែទាំនៅមន្ទីរពេទ្យអញ្ចឹងមុខរបួសអីរបស់គាត់គឺត្រូវបានគេលាងសម្អាតអស់ហើយអាណាដែលត្រូវ stitch up ដែលត្រូវដេត្រូវអីហ្នឹងគឺពេទ្យគាត់បានដេមើលខែគាត់ហើយអញ្ចឹងនៅថ្ងៃដូចគ្នាហ្នឹងនៅម៉ោង6កន្លះយប់គាត់ប៉ូលីសក៏បានសុំគាត់ធ្វើការសាកសួរអញ្ចឹងគាត់ថាអត់អីទេគឺគាត់អាចធ្វើការសាកសួរបានគាត់ត្រូវបានពេទ្យថែទាំហើយណាមួយយើងធ្វើការសាកសួរទៅប្រញាប់ឲ្យប៉ូលីសគាត់បានឆាប់ស៊ើបអង្កេតដែរពីព្រោះគាត់គឺជា witness គឺជាសាក្សីមួយនៅក្នុងករណីហ្នឹងអញ្ចឹង Brittany ក៏គាត់យល់ព្រម provide alibi របស់គាត់ប្រាប់ពីដំណើរដើមតងនៃរឿងទាំងអស់ហ្នឹង Brittany Norwood ក៏បានប្រាប់ទៅកាន់ប៉ូលីសថានៅថ្ងៃទី11ខែមីនាថ្ងៃដែលកើតហេតុហ្នឹងយប់ហ្នឹងគឺ Brittany ហើយនិង Jaina បានបិទហាងគាត់មានតួនាទីត្រូវបិទហាងហើយ Jaina គឺគាត់បានជិះឡានមកធ្វើការអញ្ចឹងគាត់ជិះឡានទៅវិញទៅមកហើយសម្រាប់ Brittany វិញគឺគាត់ត្រូវជិះរថភ្លើងអញ្ចឹងគាត់ក៏បានឈ្មោះទៅរថភ្លើងអញ្ចឹងគឺគាត់ក៏បានភ្លេចថាគាត់ភ្លេច metro card របស់គាត់ត្រូវជិះរថភ្លើងហ្នឹងគឺយ៉ាងត្រូវមានកាតហ្នឹងគាត់ភ្លេចនៅហាងអ
អញ្ចឹងគាត់អត់អាចទៅផ្ទះបានទេបើសិនជាអត់មានកាតនឹងអញ្ចឹង ហើយ Jenna ក៏ប្រាប់ថាយកខារបស់គាត់ក៏បានដែរអត់អីទេពីព្រោះសាក់ឡើងគាត់ជីឡានមកវិញដែរអញ្ចឹងអត់អីទេគាត់អត់ត្រូវការទេអាចជ័យរបស់គាត់បានអញ្ចឹងតែពួកគាត់និយាយគ្នាអញ្ចឹងហើយគាត់ក៏បានឆ្ពោះទៅកាន់ទ្វារមុខដើម្បីទៅផ្ទះវិញអញ្ចឹងគាត់ដើរបានចិត្តទៅដល់ទ្វារទៅគាត់មានអារម្មណ៍ថានៅក្នុងហាងហ្នឹងគឺមិនមានតែគាត់ពីរនាក់អីគឺមានអ្នកផ្សេងបានចូលមកសម្រាប់ Brittany វិញគឺគាត់បាននិយាយថានៅពេលហ្នឹងគឺគាត់បានឃើញបរិះពីរនាក់គឺមួយមានរាងធំហើយមួយទៀតគឺរាងល្អិតហើយពួកគាត់ទាំងពីរនាក់ហ្នឹងគឺពាក់ខោអាវខ្មៅហើយពាក់ជាមួយនឹង ski mask អាមួកដែលមានប្រហោងតែភ្នែកហើយនឹងមាត់ហ្នឹងហើយមកធ្វើបាបពួកគាត់អញ្ចឹងម្នាក់ដែលមានរាងធំហ្នឹងគឺទៅធ្វើបាប Jenna ហើយម្នាក់ដែលមានរាងល្អិតហ្នឹងគឺទៅធ្វើបាប Brittany អញ្ចឹងនៅពេលដែលពួកគាត់ចងជើងគ្នាហើយម្នាក់ជន់ដៃដល់ហ្នឹងក៏បានយក Brittany ទៅក្នុងបន្ទប់មួយហើយចោល Jenna នៅខាងក្រៅហើយក៏ពួកជន់ដៃដល់ហ្នឹងចាប់ផ្ដើមធ្វើបាបពួកគាត់បានធ្វើបាបចាប់ផ្ដើមធ្វើទារុណកម្មទៅលើពួកគាត់ហើយរំលោភសេពសន្តិវៈទៅលើពួកគាត់ដែរហើយនៅពេលដែលធ្វើបាបអស់រយៈពេលមួយសន្ទុះដែរហើយរំលោភសេពសន្តិវៈទៅលើពួកគាត់ហើយអញ្ចឹងបរិះទាំងពីរនាក់ហ្នឹងបានអូស Brittany ចេញទៅក្រៅបោះទៅលើសាកសពរបស់ Jenna ប៉ុន្តែ Brittany មើលអីអត់ឃើញទេពីព្រោះវាយប់ដែរហើយរៀងកំពុងតែសន្លប់ដែរអញ្ចឹងអត់ដឹងថា Jenna គឺបានស្លាប់ទេហើយពួកវាហ្នឹងក៏បាននិយាយថាពួកវាតជីវិតឲ្យចោះពីព្រោះ Brittany ហ្នឹងគឺសบายលេងជាងហើយក៏សម្រាប់ចិត្តអូស Brittany ទៅបោះនៅក្នុងបន្ទប់ដែលគេរកឃើញនៅពេលព្រឹកនឹងតែម្ដងទៅអញ្ចឹងនៅពេលដែលប៉ូលីសធ្វើបទសម្ភាសន៍ជាមួយនឹង Brittany ហើយគឺគាត់ចាប់ផ្ដើមមានតម្រុយខ្លះៗហើយគឺគាត់កំពុងតែស្វែងរកបរិះពីរនាក់ដែលមានមួយម៉ាត់ធំមួយម៉ាត់តូចពាក់ឈុតពណ៌ខ្មៅទាំងអស់ជាជនសង្ស័យអញ្ចឹងនៅជុំវិញហាងហ្នឹងគឺអត់មានកាមេរ៉ាសុវត្ថិភាពទេគឺមានមួយនៅហាង Apple Store អញ្ចឹងប៉ូលីសក៏បានសុំមើលកាមេរ៉ាសុវត្ថិភាពហ្នឹងនៅ Apple Store ហើយក្នុងពេលជាមួយគ្នាដែរហ្នឹងក៏ប៉ូលីសក៏បានសាកសួរបុគ្គលិកនៅខាង Apple Store ហ្នឹងថានៅយប់ដែលកើតហេតុហ្នឹងមានបានលឺអីអត់អញ្ចឹងពួកគាត់លឺអញ្ចឹងមានបុគ្គលិកម្នាក់គាត់បានលឺសំឡេងរេប៉ាយសំឡេងរកស្រែកថាឲ្យអីចឹងក្រុងកដាំងមកពី Lululemon ណាអញ្ចឹងគាត់ក៏បានទៅប្រាប់សន្តិសុខនៅ Apple Store ហ្នឹងប្រាប់ថាឲ្យជួយមើលបន្តិចមើលថាកើតអីពីពលងឹមអញ្ចឹងសន្តិសុខហ្នឹងក៏បានដើរទៅទាំងពីរអ្នកហ្នឹងហើយស្ដាប់ទៅមានអារម្មណ៍ថាលឺម៉ានលឺក្ដុងក្ដាំងលឺវងវាក់ស្រែកមនុស្សស្រីពីរអ្នកស្រែកអញ្ចឹងថាជួយផងកុំធ្វើអញ្ចឹងទៅល្ងំរីប៉ាយពេញហាងអញ្ចឹងក៏ពួកគាត់ផ្ទៀងស្ដាប់ហើយគាត់យកដៃទៅគាស់ទៅលើទ្វារជញ្ជាំងហ្នឹងហើយគាស់ទៅលើជញ្ជាំងហើយស្រែកប្រាប់ថាឲ្យស្ងាត់ហើយសម្លេងហ្នឹងក៏វាស្ងាត់បានមួយសន្ទុះទៅហើយពួកគាត់ក៏ដើរមកហាងធ្វើការរបស់គាត់វិញទៅខ្ញុំអត់ដឹងថាពួកគាត់គិតមិនទេបណ្ដៃសម្រាប់ខ្ញុំគឺខ្ញុំហួសចិត្តដែររហូតដល់ពេលគេឮថានៅក្នុងមានមនុស្សស្រីស្រែកថាឲ្យជួយផងជួយអីហើយទៅ like react poorly ដល់ថ្នាក់ហ្នឹងអញ្ចឹងគឺ unbelievable គួរឲ្យអត់ជឿហ្មងគួរឲ្យ heartless ដល់ថ្នាក់ហ្នឹងអញ្ចឹងនៅពេលដែលប៉ូលីសបានបើកកាមេរ៉ាសុវត្ថិភាពរបស់ Apple Store នឹងហើយក៏គាត់បានមើលនៅយប់ហ្នឹងមានបរិះពីរនាក់ហ្នឹងអត់អញ្ចឹងនៅពេលដែលគាត់មើលគឺឃើញមែនគឺមានបរិះធំម្នាក់ហើយនឹងតូចម្នាក់ពាក់ឈុតពណ៌ខ្មៅទាំងអស់ហើយដើរទៅតាមលើផ្លូវហ្នឹងអញ្ចឹងក៏គាត់ទៅ stake out នៅហ្នឹងអញ្ចឹងបានមួយសន្ទុះគាត់ក៏បានឃើញមែនគឺបរិះពីរនាក់ហ្នឹងគឺបានដើរមកពួកគាត់ក៏បានទៅសួរពួកគាត់ថាមានបានលឺពីករណីកិច្ចកម្មនៅហាង Lululemon អត់ហើយពីរអ្នកគាត់នឹងក៏បានឆ្លើយថាហ្នឹងហើយគាត់បានលឺពីរឿងហ្នឹងដែរអញ្ចឹងប៉ូលីសក៏បានសួរថាពីរអ្នកគាត់នឹងគឺបានឃើញដាវកាត់នៅលើហ្នឹងនៅថ្ងៃដែលកើតហេតុមានពាក់ព័ន្ធជាមួយនឹងរឿងក្តីហ្នឹងអត់អញ្ចឹងពីរអ្នកគាត់នឹងក៏បានឆ្លើយវិញថាអត់ទេពួកគាត់គ្រាន់តែជា waiter ជាអ្នកហុតតុកនៅ restaurant មួយនៅក្បែរហ្នឹងទេគឺគាត់ដើរលើតាមផ្លូវហ្នឹងរាល់យប់ផ្លូវទៅផ្ទះគាត់ទៅតាមហ្នឹងដែរអញ្ចឹង story របស់ពួកគាត់ check out អញ្ចឹងដោយសារប៉ូលីសស៊ើបជ្រាវអស់ទៅគឺអស់តម្រុយទំនឹងដែរពួកគាត់ក៏ចាប់ផ្ដើម re-evaluate រៀងក្រុមប៉ូលីសដែលគេបានដាក់ task ឲ្យដោះស្រាយនៅលើរឿងក្លែងមួយហ្នឹងគឺពួកគាត់បានចាប់ផ្ដើមយករូបថតការថតនៅកន្លែងកើតហេតុហើយstory របស់ Brittany ហើយនឹងរូបផ្សេងទៀតហ្នឹងគឺគាត់ចាប់ផ្ដើមយកមក lay out ដើម្បីមើលប្រហែលជាអាចឃើញតម្រុយថ្មីអាចលីទៅដល់ជួយទៅដល់រឿងកាទីមុនហ្នឹងអញ្ចឹងពួកគាត់ក៏ចាប់ផ្ដើមអង្គុយគិតពី detail ព័ត៌មានលម្អិតបន្តិចបន្តួចដែលអាចមាននៅកន្លែងកើតហេតុហើយរឿងខ្លះគឺគាត់ចាប់ផ្ដើមសង្ស័យដូចថាប៉ូលីសគឺគាត់កំពុងតែស្វែងរកតម្រុយដែលអាចជួយទៅដល់ការ solve លើករណីឃាតកម្មរបស់ Jenna Murray ហើយនៅពេលដែលគាត់អង្គុយមើលឡើងវិញទៅគឺគាត់ចាប់ផ្ដើមមានអារម្មណ៍មួយដែលអត់ស្រួលមានអារម្មណ៍ថាដូចអត់ត្រូវអញ្ចឹងព័ត៌មានមួយចំនួនដែលប៉ូលីសគាត់មើលទៅគឺវាអត់សមហេតុផល
ទី1គឺជួនដៃដល់អត់មានបានយកអាវុធពីខាងក្រៅយកចូលទៅក្នុងហាងទេឥឡូវបើសិនជាចង់ប្លន់ពីណាម្នាក់ចង់ប្លន់ហាងមួយប៉ុន្តែអត់មានយកអាវុធសម្រាប់ប្រើប្រាស់មកខ្លួនឯងទេគឺតែយកអាវុធនៅក្នុងហាងហ្នឹងយកមកធ្វើបាបជនរងគ្រោះអញ្ចឹងណាធ្វើដូចដឹងអញ្ចឹងថាក្នុងហាងហ្នឹងគឺមានរបស់ហ្នឹងស្រាប់អញ្ចឹងណាអញ្ចឹង it's a little weird ខ្សែដែលពួកគាត់យកទៅចង Brittany ហ្នឹងគឺខ្សែរបស់ហាងទៀតហើយពួកគាត់ឆ្ងល់ទៀតបើសិនជាគ្រាន់តែចង់ប្លន់ឬក៏ចង់ធ្វើបាបពួកគាត់ទេហេតុអីបានចំណាយពេលយូរម្លេះដើម្បីធ្វើបាបហើយនឹងសម្លាប់ទៅកាន់ជ័យណាចាំបើសិនជាយើងធ្វើរឿងអញ្ចឹងយើងដឹងថាខុសគឺយើងចំណាយពេលកាន់តែតិចកាន់តែល្អអញ្ចឹងខ្លាចមានអ្នកផ្សេងមកឃើញតអញ្ចឹងគ្រាន់តែគាត់ចំណាយពេលធ្វើបាបទៅលើជ័យណាឡើង331ស្នាមហ្នឹងគឺចន្លោះយ៉ាងហោចណាស់គឺ10ទៅ20នាទីគ្រាន់តែនៅធ្វើបាបទៅលើជ័យណាហ្នឹងហើយចំណុចដែលប៉ូលីសគាត់ចាប់ផ្ដើមមានអារម្មណ៍ថាអត់ល្អមែនតើហ្នឹងគឺអាស្នាម print នៃស្នាមបាតជើងដែលមើលឃើញនៅក្នុងហាងហ្នឹងស្នាមបាតជើងហ្នឹងគឺស្នាមឈាមនៃឈាមផ្ដិតនៅពេញហាងដោយស្បែកជើងបាតស្បែកជើងហ្នឹងហើយមើលទៅគឺមានអាស្បែកជើងតូចហើយនិងស្បែកជើងធំប៉ុន្តែនៅពេលដែលពួកគាត់ដើរនៅក្នុងហាងហ្នឹងទៅក៏គាត់បានឃើញទំហំស្បែកជើងមួយដែលវាប៉ុនគ្នាជាមួយនឹងអាស្នាមដែលឃើញដោយឈាមនឹងហើយអាស្នាមបាតជើងធំហ្នឹងគឺប៉ូលីសក៏បានឃើញនៅក្នុងហាងហ្នឹងអញ្ចឹងហើយម្ចាស់ហាងក៏គាត់បានប្រាប់ថាអាស្បែកជើងហ្នឹងគឺរបស់ហាងឯងដែលហាងទុកឲ្យភ្ញៀវលីឬក៏សាកមើលអញ្ចឹងប៉ូលីសគឺគាត់ចាប់ផ្ដើមសង្ស័យកន្លែងហ្នឹងខ្លាំងតែម្ដងពីព្រោះបើសិនជាស្បែកជើងហ្នឹងគឺជាស្បែកជើងរបស់ហាងមែនមានន័យថាគេយកជនដៃដល់នេះគឺបានយកអាស្បែកជើងហ្នឹងយកទៅជលឈាមរបស់យីណាហើយយកទៅផ្ដិតពេញហាងអញ្ចឹង so it's weird ជាងកន្លែងហ្នឹងដែលប៉ូលីសគឺគាត់ tipped off ខ្លាំងមែនទែនប្រហែលជាអ្នកអាចចាប់អារម្មណ៍ទេត្រូវអត់របៀបខុសគ្នានៃមុខរបួសរបស់ជីណាហើយនិង Brittany ជីណាគឺគាត់ត្រូវឡើងដណ្ដើមឡើងរាប់រយដំបិតហើយស្លាប់ទៀតដល់ Brittany មិញគឺ superficial មានន័យថាវាស្រាលខ្លាំងមែនទែនមុខកាត់ធម្មតាដាច់តិចតួចអញ្ចឹងវាខុសគ្នាខ្លាំងមែនទែនហើយបើសិនជាអ្នកនឹកចាំសន្តិសុខនៅហាង Apple Store ហ្នឹងបាននិយាយថាគាត់ឮតែសំឡេងមនុស្សស្រី2នាក់ឯងឬអត់អញ្ចឹងដោយសារតែមានការសង្ស័យហើយរឿងវាអត់ត្រូវអញ្ចឹងគាត់ក៏ចាប់ផ្ដើមមាន theory មួយថាចុះប្រហែលជា Brittany ហ្នឹងចូលរួមនៅក្នុងករណីសម្លាប់នឹងដែរអញ្ចឹងប៉ូលីសក៏គាត់ធ្វើការស៊ើបអង្កេតដោយគិតថា Brittany គឺជាអ្នករួមចំណែកនៅក្នុងករណីឃាតកម្មមួយហ្នឹងហើយគាត់ក៏ចាប់ផ្ដើមដោររោគផុសតាំងដែលអាចគាំទ្រទៅលើ theory មួយហ្នឹងហើយមានឆានមែនទែនបើមើលទៅគឺមានលូបហូរច្រើនមែនទែននៅក្នុងករណីហ្នឹងណាអញ្ចឹងដល់ពេលដែលខ្ញុំនិយាយប្រហែលហ្នឹងគឺកើតឡើងលឿនខាងមែនទែនត្រឹមតែ3-4ថ្ងៃទេអញ្ចឹងការស៊ើបអង្កេតនៃរឿងក្តីមួយនេះហ្នឹងគឺទៅលឿនខាងមែនទែនឥឡូវខ្ញុំសូមនិយាយអំពីប្រវត្តិរូបសង្ខេបនៃ Brittany Norwood Brittany Norwood កើតនៅថ្ងៃទី19ខែឧសភាឆ្នាំ1982អញ្ចឹងគិតមកត្រឹម2011គឺគាត់មានអាយុ28ឆ្នាំហើយគាត់កើតនៅ Seattle ហើយគ្រួសាររបស់គាត់គឺគាត់មានបងប្អូន9នាក់អញ្ចឹងគ្រួសារគាត់គឺធំខ្លាំងមែនតើប៉ុន្តែម៉ាក់ប៉ារបស់គាត់គឺអាចគ្រប់គ្រងទៅលើពុកគាត់បានទាំងខាងចំណាយចំណូលទាំងការយកចិត្តទុកដាក់អីគឺម៉ាក់ប៉ារបស់គាត់ធូរធារដែរអាចទុកយកចិត្តទុកដាក់ទៅលើបងប្អូនរបស់គាត់9-10នាក់នឹងបានអញ្ចឹងគាត់មិនមែនក្រទេនិយាយទៅគឺគាត់មធ្យមដែរគឺគាត់អាច afford នៅគ្រឿងដែលគាត់ត្រូវការសពថ្ងៃអញ្ចឹងសម្រាប់ Brittany គឺគាត់ចូលចិត្តកីឡាដែរគឺគាត់ការដែលគាត់រៀននៅសាលាគាត់ចូលចិត្ត football កីឡាបាល់ទាត់ហើយការដែលគាត់នៅក្នុងសាលារៀននៅ high school ហ្នឹងគឺគាត់ក៏បាន join គាត់បានចូលរួមនៅក្នុងក្រុមបាល់ទាត់ដែរអញ្ចឹង so it's good for her អញ្ចឹងមកពេលដែល join ហ្នឹងគឺញាក់នៅរួមក្រុមជាមួយគាត់ហ្នឹងចេះតែបាត់បោះបាត់បន្តិចបន្តួចអញ្ចឹងបាត់កសែងបាត់ក្រែមបាត់ក្រាស់បាត់អីអញ្ចឹងតិចបន្តួចអញ្ចឹងមាត់រួមក្រុមរបស់គាត់ហ្នឹងក៏បានសួរគាត់មកថាមានបានលួចអត់អញ្ចឹងគាត់ក៏ចាប់ផ្ដើមយំហើយគាត់ប្រាប់ថាគាត់លែងលួចលែងអីទៀតអីគាត់ឈប់លួចអីអញ្ចឹងប៉ុន្តែក៏អត់ឈប់ទេអញ្ចឹងយូរទៅគេលែងឲ្យគាត់មកចូលរួមលេងនៅក្នុងក្រុមរបស់គេដែរអញ្ចឹងណាហើយនៅពេលដែលប៉ូលីសគាត់បានទៅធ្វើការសាកសួរទៅកាន់គ្រួសារហើយនឹងមិត្តភ័ក្តិរបស់គាត់អញ្ចឹងមកគឺគេបាននិយាយថាគាត់ដូចចូលចិត្តលួចមានទម្លាប់មួយចូលចិត្តលួចអញ្ចឹងនៅពេលដែលគាត់ទៅធ្វើឈ្នួលនៅផ្ទះរបស់គេអញ្ចឹងគាត់ទៅលួចគ្រឿងអលង្ការរបស់គេអញ្ចឹងទៅហើយនៅពេលដែលគាត់ទៅសាឡនពួកម៉ាក់អញ្ចឹងគាត់ធ្វើអត់បោះនៅហាងគេអញ្ចឹងដើម្បីឲ្យគេឲ្យលុយគាត់ទាំងអត់មានបាត់អីអញ្ចឹងគាត់ make up story ដើម្បីកេងប្រវ័ញ្ចពីអ្នកជុំវិញខ្លួនគាត់អញ្ចឹងហើយសូម្បីតែថ្លៃផ្ទះជួលដែលគាត់ដេកជាមួយពួកម៉ាក់គាត់ហ្នឹង
គាត់បានយកលុយជួបើគេឲ្យគាត់ទុកចោលគាត់អត់មានទៅបងទៅកាន់ម្ចាស់ផ្ទះទេឡើងគេដេញចោលអញ្ចឹងហើយពីមុនហ្នឹងគឺគាត់ធ្លាប់មានដៃគូគាត់មានមិត្តប្រុសហើយមិត្តប្រុសរបស់គាត់ហើយមិនគាត់បានបែកគ្នាតែគាត់អត់សុខចិត្តទេគាត់បានទៅតាម stalk មិត្តប្រុសរបស់គាត់ដោយសារតែមិត្តប្រុសរបស់គាត់ហ្នឹងមានដៃគូថ្មីអញ្ចឹងគាត់តាម stalk តាមញ៉ៃគេតាមគេទៅដល់កន្លែងធ្វើការក៏ដល់ពេលគេមកទេវិញអញ្ចឹងគាត់ជីកតាមរហូតហ្មងហើយថ្ងៃខ្លះទៀតគឺគាត់បាន break in គាត់លួចចូលផ្ទះរបស់សង្សារចាស់របស់គាត់នឹងហើយលួចរបស់គេយកខោអាវយករបស់បន្តិចបន្តួចដែលគាត់អាចយកបានអញ្ចឹងគាត់ចេះតែយកអញ្ចឹងឡើងសង្សារចាស់របស់គាត់នឹងទ្រាំអត់បានធ្វើ restraining order ធ្វើការពមៀនហៅប៉ូលីសមកធ្វើការពមៀនទៅដល់គាត់ពួកវាសាស្រាវដែរលួចចូលផ្ទះចូលអីចឹងនេះគឺបង្ហាញថាចរិតលក្ខណៈរបស់ Brittany គឺអញ្ចឹងតាំងពីតូចមកតាមពិតទៅមុននឹងមានរឿងនឹងកើតឡើងនឹងប្រហែលជា 2-3 សប្តាហ៍ទៀតគឺគាត់នឹងមាន interview មានបទសម្ភាសន៍ទៅធ្វើ personal trainer នៅក្នុង club ហាត់ប្រាណអញ្ចឹងការងារនៅ Lululemon នឹងគាត់គ្រាន់តែធ្វើបណ្ដោះអាសន្នទេហើយគាត់ទៅតែចោកុំឲ្យថាអត់ការងារធ្វើអញ្ចឹងគាត់ធ្វើបណ្ដោះអាសន្ននេះហើយគាត់ក៏មានទម្លាប់លួចនៅក្នុងហាង Lululemon នឹងដែរសម្រាប់ Jayna គឺគាត់ឋានៈគាត់រៀងធំដែរនៅក្នុងកន្លែងការងាររបស់គាត់ហ្នឹងគាត់មិនមែនជា manager ទេប៉ុន្តែគាត់នៅក្រោម manager អញ្ចឹងអ្នកនៅធ្វើការនេះហ្នឹងគឺធ្លាប់មាន meeting មានការជួបជុំគ្នានិយាយអំពី Brittany ដែលថា Brittany ហ្នឹងគឺលួចរបស់ហាងរហូតអញ្ចឹងបើពួកគាត់ចាប់បាំងម្ដងទៀតគឺ Brittany នឹងបាត់បង់ការងារហើយគឺពួកគាត់នឹង fire her ហើយពួកគាត់គឺ agree យកព្រមទៅកាន់ការសម្រេចចិត្តមួយនឹងហ្នឹងហើយមួយថ្ងៃយាយណាគេបានតាន់ឃើញ Brittany ហ្នឹងបានលួចខោអាវរបស់ហាងយកទៅទុកក្នុងកបៅរបស់គាត់អញ្ចឹងញាត់ចូលអញ្ចឹងទៅហើយនឹងហាង Lululemon ហ្នឹងគឺគេមានវិន័យការងាររបស់គេគឺមុននឹងបុគ្គលិកទៅផ្ទះអញ្ចឹងគឺត្រូវតែមានបុគ្គលិកផ្សេងឆែកកបៅអញ្ចឹងអាហ្នឹងគឺ policy ហាង policy របស់គេអញ្ចឹងបុគ្គលិកគឺត្រូវឆែកគ្នារៀងទៅរៀងមកថាមានយកអីទៅផ្ទះអញ្ចឹងអត់ចឹងJaynaក៏បានសួរ Brittany ថាឥឡូវសុំឆែកកបៅថាមានយកអីទៅអត់ហើយ Brittany ក៏បានឆ្លើយវិញថាអូបុគ្គលិកម្នាក់នេះគាត់បានឆែកញងហើយចឹងគាត់ក៏បានដើរទៅបាត់ទៅដល់Jaynaបានទៅសួរម្នាក់បុគ្គលិកផ្សេងហ្នឹងគាត់ថាគាត់អត់មានបានឆែកពីណាគេទីចឹងនេះគឺជា last straw គឺជាលើកចុងក្រោយហើយចឹងអ្វីដែលប៉ូលីសគាត់នៅអត់យល់គឺឡានរបស់Jaynaបើតាម Brittany និយាយគឺថាឡានរបស់Jayna ហ្នឹងគឺបានចតនៅមុខហាងប៉ុន្តែនៅមកពេលដែលដើររហ្នឹងគឺអត់មានឃើញឡានរបស់គាត់នៅមុខហាងទេគឺឃើញរហូតដល់ទៅ3 block ឆ្ងាយពីហាងអញ្ចឹងប៉ូលីសនឹងអត់យល់ត្រង់ហ្នឹងហើយនៅពេលដែលពួកគាត់បានឃើញឡានហ្នឹងហើយក៏បានចូលទៅមើលនៅក្នុងឡានហ្នឹងគឺមានឃើញឈាមប្រឡាក់បន្តិចបន្តពេញឡានហ្នឹងដែរហើយក៏មានឃើញមួកមួយនៅក្នុងហ្នឹងដែលមានស្នាមឈាមហើយស្នាមឈាមហ្នឹងក៏បានធ្វើតេស្តហើយចេញមកវិញគឺជាឈាមរបស់ Brittany ណាចុះដូចយើងដឹងអញ្ចឹងនៅក្បាលរបស់គាត់គឺមានស្នាមបែកមួយហ្នឹងអញ្ចឹងប្រហែលជាស្នាមឈាមហ្នឹងដែលហូរទៅប្រលាក់មួកហ្នឹងអញ្ចឹងប៉ូលីសក៏សង្ស័យទៅលើការដែល Brittany ចងដៃហើយនឹងជើរបស់គាត់អញ្ចឹងគាត់ថាបើសិនជា Brittany ជាអ្នក stage រឿងហ្នឹងឲ្យនឹងមែនចាខ្សែដែលដៃហ្នឹងគឺប្រហែលជាគាត់នឹងប្រើមាត់ទៅចងអញ្ចឹងនៅលើខ្សែហ្នឹងគឺនឹងមានស្នាមធ្មេញអញ្ចឹងនៅទីដែលពួកគាត់ទៅមើលនៅលើខ្សែហ្នឹងទៅមានស្នាមធ្មេញមែនចឹងកន្លែងនេះធ្វើតែប៉ុណ្្នឹងគឺគេអាចនឹង announce ថា Brittany ហ្នឹងគឺជា suspect នៅក្នុងរឿងហ្នឹងហើយមួយទៀតគឺ result នៃការស្នាក់វិច័យចេញមកដងខ្លួនរបស់ Brittany ហើយនឹងរបស់ Jayna គឺអត់មាននរណារំលោភសេពសន្តិវៈទៅលើពួកគាត់ទេចឹងភ័ស្តុតាងច្រើនទៀតគឺចាប់ដាំហូរចូលមកដើម្បីគាំទ្រទៅលើ theory របស់គាត់ហ្នឹងហើយដែលថា Brittany Notebot គឺជាជនសង្ស័យនៅក្នុងរឿង theory របស់គាត់ហ្នឹងហើយដែលថា Brittany Notebot គឺជាអ្នកសម្លាប់ទៅលើ Jayna Murray ហ្នឹងហើយប៉ូលីសក៏បានមើលនៅកន្លែងកាត់ហេតុហ្នឹងគឺនៅក្នុងបន្ទប់ទឹកហើយក៏ដូចជានៅតាមជញ្ជាំងហាងអីចឹងគឺមើលទៅស្នាមឈាមមិនមែនរបៀបខ្ទាបទេរបៀបបាចវិញចឹងបើយើងគិតទៅយើងយល់ទៅថាឈាមដែលវាខ្ទាបវាផ្សេងប៉ុន្តែឈាមដែលមើលឃើញនៅកន្លែងកាត់ហេតុហ្នឹងគឺរបៀបបាចទេដូចយកអីជ្រមុះហើយយកទៅបាចទៅលើជញ្ជាំងអញ្ចឹងប៉ូលីសក៏អត់យល់ថងហ្នឹងដែរអញ្ចឹងហើយស្នាមដែលមាននៅលើខ្លួនរបស់ Brittany ហ្នឹងគឺគេហៅថា self inflicted injury គឺរបៀបស្នាមរបួសដែលបង្កដោយខ្លួនឯងទេចឹងមានន័យថាអាស្នាមកាត់ឬក៏ស្នាមក្បាលរបស់គាត់ហ្នឹងគឺប៉ូលីសក៏សន្និដ្ឋានថានៅពេលដែលគាត់ព្យាយាមចាក់ឬក៏ធ្វើបាបទៅកាន់ Jayna ហ្នឹងគឺអាឧបករណ៍ឬក៏កបិតហ្នឹងគឺវាទៅឈួតដល់ខ្លួនរបៀបយ៉ាងចាក់ដកទៅពេលទៅវារបួសអញ្ចឹងវាយើងចាប់ទៅវាដាច់កន្លែងហ្នឹង
ហើយអាក្បាលរបស់គាត់នឹងដែលជក់នឹងវាយពេកទៅវាទៅសពងលើកដៃទៅផុតទៅបុកនឹងក្បាលខ្លួនឯងចាំបានវាដាច់អញ្ចឹងនឹងហើយគឺ self inflicted injury ទេអញ្ចឹងប៉ូលីសក៏បានហែប្រិតានីមកធ្វើការសាកសួរម្ដងទៀតដោយអត់មានប្រាប់ថាប្រិតានីនឹងជាជនសង្ស័យឯគាត់ថាធ្វើបាតសម្ភាសធម្មតាអញ្ចឹងនៅពេលបាតសម្ភាសនឹងគឺប៉ូលីសបានធ្វើការសាកសួរទៅកាន់ប្រិតានីអំពីឡានដែលគាត់បានថាហេតុអីបានវាខុសកន្លែងផ្សេងគ្នាអញ្ចឹងប្រិតានីគឺគាត់អត់អាចផ្ដល់ចម្លើយបានភ្លាមទេមួយយ៉ាត់ក្រោយមកប្រិតានីក៏បានមកប្រាប់ប៉ូលីសវិញថាតាមពិតទៅគឺគាត់អត់ចង់ប្រាប់ទេប៉ុន្តែបុរសពីរនាក់ហ្នឹងគឺបានឲ្យគាត់ឲ្យសោឡានទៅគាត់ដើម្បីឲ្យដូរឡានដូរទីតាំងឡានអួតជ័យណាហ្នឹងពីមុខហាងហ្នឹងទៅដាក់ណាដាក់ទៅប៉ុន្តែត្រូវតែត្រឡប់មកវិញបើមិនអញ្ចឹងទេយើងនឹងសម្លាប់ពីព្រោះយើងស្គាល់ផ្ទះស្គាល់អីអញ្ចឹងគាត់ក៏យកសោឡានហ្នឹងឲ្យទីជិះយកទៅដាក់នៅ3ប្លុកឆ្ងាយពីនេះពីហាងហ្នឹងឥឡូវសួរថាគាត់បានរួចផុតពី2នាក់ហ្នឹងហើយមានទាំងឡានទៀតហេតុអីបានគាត់មិនជិះចេញទៅឲ្យបាត់ទៅគាត់សុកចិត្តជិះធ្វើតាមគេហើយគាត់ដើរត្រឡប់មកហាងវិញទៀតអាហ្នឹងគឺលក្ខណៈស្ម័គ្រចិត្តអីណាបើតាមនិយាយមកពីព្រោះយើងផុតពីហាងហ្នឹងហេតុអីបានយើងធ្វើទៅដើរត្រឡប់ទៅវិញទៀតអញ្ចឹងហើយគាត់ថានៅពេលដែលគាត់ដើរទៅវិញហ្នឹងក៏មានយុទ្ធប៉ូលីសទៀតដែលគាត់អត់បាននិយាយអីគាត់អោនមុខហើយគាត់ដើរទៅហាងវិញឲ្យគេទៅធ្វើបាបវិញទៀតអញ្ចឹងពេលហ្នឹងប៉ូលីស2នាក់ហ្នឹងក៏បានដើរចេញថាតើអត់គួរឲ្យជឿសោះរឿងដែលគាត់ទៅនិយាយមកហ្នឹងគឺ unbelievable ហើយនៅពេលហ្នឹងប៉ូលីសក៏បានត្រឡប់មកវិញហើយក៏បានសួរប្រិតានីពីការដែលប្រើ zip tie អីចឹងសួរថាគេចង់យកខ្សែទៅចងហ្នឹងតាមវិធីណាអញ្ចឹងគាត់ក៏បាននិយាយថាតាមពិតចងចែចងចោះអញ្ចឹងទៅប៉ូលីសក៏បានប្រាប់គាត់វិញថាតាមពិតគេឃើញស្នាមធ្មេញកម្មលើខ្សែហ្នឹងអញ្ចឹងតើប្រិតានីឯងមានពាក់ព័ន្ធជាមួយនឹងអាហ្នឹងអីអត់ប៉ូលីសហ្នឹងក៏ចាប់ផ្ដើមបង្ខំគាត់ប្រាប់ថាតាមពិតទៅយើងដឹងហើយថាជេណាស្លាប់ដោយសារតែប្រិតានីឯងគេញ៉ាំសម្លាប់ជេណាអញ្ចឹងសារភាពមកប៉ូលីសគាត់បាននិយាយអញ្ចឹងហើយបានមកសទូក្រួយប្រិតានីក៏ថាឥឡូវគាត់ទៅផ្ទះបាននៅស្ថានភាពនេះគឺគាត់អាចទៅផ្ទះបានពីព្រោះវាមិនមែន interrogation ទេវាគាត់ទៅ questioning គាត់សាកសួរទេអញ្ចឹងគាត់អាចទៅផ្ទះបានគាត់មានសិទ្ធិប៉ុន្តែប៉ូលីសគឺគាត់ចង់ទុកគាត់នៅនឹងអញ្ចឹងគាត់ពីរនាក់ហ្នឹងក៏បាននិយាយថាឥឡូវគាត់សុំចេញ close សិនអញ្ចឹងនេះគឺជា tactic របស់ទេហើយប៉ូលីសក៏បានត្រឡប់មកវិញជាមួយបងស្រីហើយនិងបងប្រុសរបស់ប្រិតានីអញ្ចឹងប៉ូលីសក៏បានអោបបងប្រុសហើយនិងបងស្រីរបស់គាត់ហ្នឹងនៅក្នុងបន្ទប់ជាមួយគ្នាទៅគាត់នៅក្រៅអញ្ចឹងក៏ឲ្យនិយាយហើយបងស្រីរបស់គាត់ក៏យំខ្លាំងពេកទៅក៏ទៅផ្ទះវិញអញ្ចឹងហើយសម្រាប់ប្រិតានីវិញគឺបានបញ្ជាឲ្យបងប្រុសរបស់គាត់ហ្នឹងមើលនៅជុំវិញបន្ទប់ថាមានកាមេរ៉ាឬក៏ថតសម្លេងអីអត់ហើយបងប្រុសរបស់គាត់បាននិយាយថាអត់មានឃើញអីទេប៉ុន្តែបន្ទប់ធ្វើការសាកសួរអញ្ចឹងគឺមានហើយកន្លែងថតសម្លេងហ្នឹងកាមេរ៉ាហ្នឹងគឺដឹងតែមានទេមិនដែរអត់ទេចាំបងប្រុសរបស់គាត់ហ្នឹងក៏បានសួរទៀតថាហែងមានបានសម្រាប់ជេណាអត់ហើយមានធ្វើរឿងហ្នឹងអត់អញ្ចឹងសួរម្ដងហើយម្ដងទៀតអញ្ចឹងប្រិតានីក៏ឆ្លើយទៅកាន់បងប្រុសរបស់គាត់វិញថា I don't want to talk about this here មានន័យថាខៀងអត់ចង់និយាយរឿងហ្នឹងនៅកន្លែងហ្នឹងអញ្ចឹងគាត់ទៅនិយាយប៉ុណ្្នឹងគឺប៉ូលីសសន្និដ្ឋានថាគាត់ guilty បាត់អីហ្នឹងហើយបើសិនជាយើងមិនសម្លាប់ទេគឺយើងនឹង aggressively ឆ្លើយមកថាខៀងអត់មានបានធ្វើអីទេមិនមកចោទខៀងអញ្ចឹងគឺយើងខំយកហ្មងប៉ុន្តែប្រិតានីវីគឺគាត់និយាយ clear នឹងមកអញ្ចឹងប៉ូលីសគឺគាត់អាចសន្និដ្ឋានបានថាគាត់នឹងគឺជាជនសង្ស័យជា suspect របស់គាត់ឯងជាឃាតករឯងអញ្ចឹង Brittany Norwood ខ្លាយទៅជាជនចោទចោលនៅក្នុងករណី suspicion of murder ចំពោះករណីឃាតកម្មរបស់ Jayna Murray អញ្ចឹងសម្រាប់ប៉ូលីសគឺគាត់ជឿថា Brittany បានសម្លាប់ Jayna ដោយសារតែគាត់បានលួចខោមួយនឹងអញ្ចឹងហើយ Jayna គឺគាត់នឹងភៀបទៅកាន់ថ្នាក់លើរបស់គាត់អញ្ចឹងគាត់អាចនឹងមិនអត់ការងារធ្វើឯងហើយបើយើងមានគេទាត់យើងចោលពីការងារគឺប្រវត្តិអត់ល្អទេអញ្ចឹងគាត់នឹងអត់បានការងារដែលគាត់ចង់បានយូរមកហើយដែលជា personal trainer ហ្នឹងអញ្ចឹងគាត់ចង់សម្លាប់នៅថ្ងៃទី18ខែមីនាឆ្នាំ2011ប៉ូលីសក៏បានធ្វើការចាប់ខ្លួនទៅលើ Brittany Norwood អំពីបទ suspicion of murder ទៅលើ Jayna Murray ចឹងមួយរងដែលខ្ញុំនិយាយតាំងពីវគ្គ1ដល់វគ្គ2ហ្នឹងមកគឺតែមួយអាទិត្យទេប៉ូលីសគឺធ្វើការស៊ើបអង្កេតលឿនខ្លាំងមែនទែនតែមួយអាទិត្យទេគឺបានធ្វើការ arrest ទៅលើ Brittany បានហើយនៅថ្ងៃទី26ខែមករាឆ្នាំ2011គឺពួកគាត់រកឡើងសហវនកម្មទៅលើរឿងក្តីមួយនេះហើយប៉ូលីសក៏បាន present ពី evidence ភស្តុតាងដែលមានហើយនឹង alibi ហើយនឹង accusation ទៅកាន់ Brittany Norwood នឹងហើយ jury ត្រូវការតែ1ម៉ោងនេះណាសម្រាប់រឿងក្តីមួយនេះគឺតែ1ម៉ោងទេជាទូទៅគឺអាចយូររហូតដល់ប្រហែលថ្ងៃឬក៏កន្លះថ្ងៃដែលយ៉ាងតិចបំផុត
ប៉ុន្តែសម្រាប់រឿងក្តីមួយនេះគឺ jury ត្រូវការតែ1ម៉ោងនេះពួកគាត់ក៏ត្រឡប់ចូលសហវនកម្មវិញហើយ find Brittany Norwood guilty ទៅលើការសម្លាប់របស់ Jayna Murray ហើយ Brittany Norwood ត្រូវបានផ្តន្ទោសឲ្យជាប់នៅក្នុងពន្ធនាគារអស់ជីវិតដែលអត់អាចចេញមកវិញបានទេពីពួកគាត់សាហាវខ្លាំងពេកគាត់ dangerous ខ្លាំងមែនតើយើងអត់គួរឲ្យគាត់ចេញមកខៅវិញទេហើយវាអត់ដែលមាននរណាទៅសម្លាប់មនុស្សដោយសារតែខោមួយយល់អត់បើមនុស្សដែលមានបញ្ហាប្រសាទវិញគឺគេអត់ទៅសម្លាប់មនុស្សដោយសារតែខោមួយដោយសារខឹងដល់ថ្នាក់ហ្នឹងឯងវាលើអញ្ចឹងដោយសារគាត់សាហាវខ្លាំងមែនតើទើបគេអបលែងគាត់មកវិញទេគឺជាប់នៅក្នុងពន្ធនាគារអញ្ចឹងហ្មងចឹងយើងសោកស្ដាយទៅកាន់ Jayna ខ្លាំងមែនតើនឹងគ្រូសារបស់គាត់គឺគាត់អកុសលហ្នឹងហើយវាអត់គួរមានរឿងនឹងកើតឡើងទេប៉ុន្តែដោយសារ Brittany គឺគាត់សាហាវពេកវាដល់ថ្នាក់ហ្នឹងគាត់ចាប់ផ្ដើមចឹងឃាតកម្មរបស់ Jayna Murray ដែលកើតឡើងនៅក្នុងហាង Lululemon គឺចប់តែប៉ុណ្ណេះ